សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ជំពូកទី2នៅក្នុងជំពូកនេះគឺយើងនឹងរៀនប្រើប្រាស់ AI tools ធំៗទាំង3មានដូចជា ChatGPT, Claude AI និង Google Gemini រួមទាំងការប្រើប្រាស់ model នៃ AI នីមួយៗហើយចុងបញ្ចប់នៃមេរៀននេះបងប្អូនទាំងអស់គ្នានឹងដឹងថាតើ AI tool មួយណាត្រូវសម្រាប់ការងារមួយណានឹងដឹងពី Golden Rule ដែលការពារបងប្អូនទាំងអស់គ្នាពីកំហុសទាក់ទងនឹងការប្រើប្រាស់ AI ផងដែរមុននឹងចូលទៅដល់ការប្រើប្រាស់ AI ខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាស្គាល់ AI ជាមុនសិនថាតើ AI គឺជាអ្វី AI ឬបញ្ញាសិប្បនិម្មិតគឺជាបច្ចេកវិទ្យាមួយដែលកុំព្យូទ័រអាចរៀនសូត្រពីទិន្នន័យជាច្រើនហើយពេលខ្លះយើងប្រើប្រាស់ AI ដោយអត់ដឹងខ្លួនផងដែរឧទាហរណ៍ដូចជាការប្រើប្រាស់នៅ Grab ឬក៏ Pass App នៅពេលដែលយើង booking ពេលនោះ AI វានឹងទាយថាតើ driver មួយណាដែលនៅជិតយើងបំផុតវានឹងចាប់ driver នឹងឲ្យមក pick up យើងហើយឧទាហរណ៍ទី2គឺការប្រើប្រាស់នៅបណ្ដាញសង្គមឧទាហរណ៍ដូចបងប្អូនតែងតែចូលចាត់មើល content ដែលគេចែករំលែកទាក់ទងនឹង AI ពេលនោះ AI វានឹងទាយថាបងប្អូនចូលចាត់ content ប្រភេទហ្នឹងវានឹងរុញរាល់ផុសដែលទាក់ទងនឹង content ប្រភេទហ្នឹងឲ្យបងប្អូនទាំងអស់គ្នាឃើញនឹងការប្រើប្រាស់នៅ Google Translate អីចឹងជាដើមតែ AI tool ដែលយើងនឹងរៀនថ្ងៃនេះគឺជា AI ដែលយើងអាចយកមកប្រើប្រាស់និងជួយការងាររបស់យើងបានឬយើងអាចហៅវាថាជា digital coworker របស់យើងដែលជួយយើង automate ទៅលើការងារជាច្រើនអញ្ចឹងចំពោះ AI tool ទាំង3បងប្អូនអាចប្រៀបទៅនឹងបុគ្គលិក3នាក់បានដែលម្នាក់ពូកែខាងការងារទូទៅឬក៏ការបំផុសគំនិតអីចឹងជាដើមហើយម្នាក់ទៀតពូកែខាងការវិភាគការដោះស្រាយបញ្ហានិងម្នាក់ចុងក្រោយគឺពូកែខាងសំណេរការសរសេរអត្ថបទជាភាសាខ្មែរអញ្ចឹងមុននឹងចូលទៅដល់ការប្រើប្រាស់ AI ជំហានដំបូងគឺបងប្អូនទាំងអស់គ្នាត្រូវមានអ៊ីនធឺណិតហើយទី2គឺយើងត្រូវមានគណនី Google ហើយជំហានទី3គឺយើងអាចចូលទៅប្រើប្រាស់ AI បានហើយអញ្ចឹងតើប្រើ AI ធ្វើម៉េចឲ្យត្រូវជាមួយនឹងការងាររបស់យើងជំហានដំបូងគឺយើងមកស្គាល់ AI tool ទាំង3នឹងជាមុនសិនទី1គឺ ChatGPT របស់ក្រុមហ៊ុន OpenAI ដែលវាដំណើរការដល់ version ចុងក្រោយរបស់គេគឺ ChatGPT 5.5 ដែលវាពូកែខាងការងារទូទៅការបំផុសគំនិតនិងការងារ coding អីចឹងជាដើមចំណែក AI tool ទី2គឺ Claude AI របស់ក្រុមហ៊ុន Anthropic ដែលវាមាន model ជាច្រើនដូចជា Hailu, Sonnet, Opus និង model ដែលខ្លាំងចុងក្រោយគេគឺ Webify ដែលទើបតែដាក់ឲ្យប្រើប្រាស់នាពេលថ្មីៗនេះដែលវាពូកែខាងការសរសេរអត្ថបទបែបវែងៗការវិភាគនិងការដោះស្រាយបញ្ហាដែលស្មុគស្មាញចំណែក tool ទី3គឺ Gemini ដែលជាផលិតផលរបស់ក្រុមហ៊ុន Google តែម្ដងដែលវាមានដូចជា Gemini 3.5 Flash និង Gemini 3.1 Pro ដែលជា version ចុងក្រោយហើយខ្លាំងជាងគេបំផុតរបស់ Gemini ហើយដាក់ឲ្យយើងប្រើប្រាស់ដោយឥតគិតថ្លៃដូចគ្នាក៏តែ limit credit អញ្ចឹងទាក់ទងការប្រើប្រាស់ជាក់ស្ដែងបងប្អូនទាំងអស់គ្នាអាចប្រើប្រាស់ tool ទាំង3ហ្នឹងនៅលើ web browser ក៏បានមានន័យថានៅលើ Google Chrome របស់យើងណាដូចដែលយើងបើកប្រើនៅលើ computer download ជា app ដាក់នៅលើទូរស័ព្ទឬក៏ tablet ក៏បានដែរឥឡូវខ្ញុំសូមបង្ហាញជូននៅលើ computer អញ្ចឹងនៅពេលដែលបងប្អូនទាំងអស់គ្នាបើកចូលទៅកាន់ website បាទយើងចូលមកកាន់ chatgpt.com សម្រាប់ការប្រើប្រាស់ ChatGPT Claude.ai សម្រាប់ការចូលទៅកាន់ឬក៏ប្រើប្រាស់ Claude និង Gemini សម្រាប់ការប្រើប្រាស់នៅAI Gemini អញ្ចឹងបន្ទាប់មកគឺយើងនឹងធ្វើការផាសព្រមដែលយើងនឹងផាសព្រមមួយដូចគ្នាគឺឲ្យ AI tool ទាំង3ហ្នឹងសរសេរ email ជាភាសាខ្មែរដោយសភាពផ្ញើទៅកាន់អតិថិជនដែលគាត់អត់ទាន់បង់លុយថ្លៃអីគេមួយអញ្ចឹងគឺយើងដាក់បែបនេះនៅលើ ChatGPT បងប្អូនអាចคลิกនៅទីនេះហើយយើងអត់មាន model ច្រើននៅក្នុងការជ្រើសរើសទេប្រសិនបើយើងប្រើប្រាស់ free ក៏ប៉ុន្តែខ្ញុំប្រាប់ពី tip មួយចំណេញដោយសារតែ ChatGPT គឺគេតែងធ្វើបែបហ្នឹងទៅលើគណនី Google មួយចំនួនដែលបងប្អូនអាច click កន្លែង profile របស់យើងបន្ទាប់ពីយើង log in យើងនឹងឃើញពាក្យថា try plus free នៅកន្លែងនេះចំពោះខ្ញុំថាចំពោះតែគណនីមួយចំនួនទេឧទាហរណ៍ដូចគណនីរបស់ខ្ញុំមួយនេះគឺវា offer ឲ្យយើងប្រើប្រាស់មុខងារ plus នេះពេញមួយខែតែម្ដងដោយឥតគិតថ្លៃក៏តែយើងត្រូវបញ្ចូល credit card របស់យើងមានន័យថាវាអត់គិតថ្លៃទេយើងគ្រាន់តែបញ្ចូល credit card ទៅយើងអាចប្រើប្រាស់មុខងារ plus នេះបានមួយខែហើយចំពោះ model នីមួយៗបងប្អូននឹងឃើញពីសមត្ថភាពដែលគេដាក់ list នៅខាងក្រោមហ្នឹងអញ្ចឹងបងប្អូនអាច
អានមើលបន្តិចទៅថាតើមួយណាដែលស័ក្តិសមជាមួយនឹងការងាររបស់បងប្អូនចំពោះការរៀនប្រើប្រាស់អត់អីទេយើងអាចប្រើប្រាស់ free បានក៏ប៉ុន្តែចំពោះ professional work ឬក៏ការងារជាក់ស្ដែងរបស់បងប្អូនខ្ញុំអត់ recommend ឲ្យប្រើប្រាស់ free ទេប្រសិនបើបងប្អូនត្រូវការបំផុសគំនិតអីអាចបង់មួយខែទៅលើ ChatGPT ហើយយើងបើកប្រើមុខងារដែលខ្លាំងជាងគេបំផុតទៅដើម្បីឲ្យយើងទទួលបាននៅ result មួយដែលល្អអាចយកទៅប្រើការបានហើយបើសិនបើត្រូវការដោះស្រាយនៅបញ្ហាឬក៏ project បែបស្មុគស្មាញយើងអាចចូលមកប្រើ Claude AI បានអញ្ចឹងសួរថាយើងបង់ដំណើរគ្នាអត់ទេឧទាហរណ៍ថាបងប្អូនត្រូវការគំនិតទាក់ទងនឹងការធ្វើmarketing អីផ្សេងៗយើងអាចឲ្យ ChatGPT brainstorm បន្ទាប់ពី brainstorm ហើយយើងយក project ហ្នឹងមក break down នៅលើ Claude បានហើយបន្ទាប់មកបើត្រូវការសរសេរអត្ថបទអីជាភាសាខ្មែរយើងអាច switch ចូលមកប្រើប្រាស់នៅ Gemini ហើយ Gemini ខ្ញុំអត់បើសិនបើបងប្អូនយូរប្រើម្ដងឯងអត់ចាំបាច់បងលុយប្រើក៏បានដែរយើងអាចចូលទៅកាន់មុខងារកំពូលរបស់គេហើយប្រើបានដោយឥតគិតថ្លៃក៏តែវា limit ដូចជាផាសព្រមបានទៅ2អញ្ចឹងវាអស់ credit ហើយប៉ះយើង4-5ម៉ោងអីបានឲ្យយើងប្រើទៀតឥឡូវបងមកលើឧទាហរណ៍របស់យើងវិញខ្ញុំនឹងផាសព្រមតែមួយហ្នឹងចូលទៅកាន់ AI tool ទាំង3កន្លែង Gemini បងប្អូននឹងឃើញកន្លែងដែលយើងអាចរើស model នីមួយៗបានណាហើយនៅលើ model នីមួយៗក៏គេមានជា note បង្ហាញយើងនេះអក្សរតូចៗពណ៌ប្រផេះនេះបងប្អូនឃើញ fastest answer មានន័យថារាល់ project ណាដែលងាយស្រួលបងប្អូនអាចប្រើប្រាស់នៅ model ដែលទាបជាងគេបានហេតុអីដោយសារតែយើងអត់ចង់ consume នៅ credit ច្រើនទេកាលណាតែយើងបើកនៅមុខងារខ្លាំងទៅលើ project ដែលតូចៗវាធ្វើឲ្យយើងអស់ credit ហើយជាប់គាំងការងាររបស់យើងទោះប្រសិនបើ project នឹងរឿងស្មុគស្មាញបានយើងទៅបើកប្រើនៅmodel ដែលធំឬក៏ដែលខ្លាំងឥឡូវយើងចូលទៅកាន់ Claude ក៏ស្តៀងគ្នានឹងដែរឥឡូវឧទាហរណ៍ថាខ្ញុំចូលមកកាន់ new project យើងផាស prompt នឹងចូលបងប្អូននឹងឃើញ model ជាច្រើនឧទាហរណ៍ Webify នេះសម្រាប់sort challenge អញ្ចឹងរាល់ការងារណាដែលស្មុគស្មាញ complicate មែនតើហ្នឹងបងប្អូនអាចចូលមកប្រើ Webify នឹងបានហើយចំពោះការងារណាដែលតូចៗឧទាហរណ៍ដូចសរសេរ email អីចឹងទេយើងអាចប្រើប្រាស់រើស model ដែលតូចដូចជា Hailu ចឹងជាដើមអញ្ចឹងនៅពេលប្រើ model Hailu បងប្អូននឹងឃើញយើងអត់មានតទៅ option ផ្សេងទៀតទេក៏តែនៅពេលដែលយើងប្រើ Sonic នេះយើងអាចចូលទៅ access ទៅលើ afford នេះបានអញ្ចឹង afford នេះបងប្អូនអាចបើកបាននៅពេលដែល project របស់យើងកាន់តែស្មុគស្មាញយើងអាចប្រើនេះវាមានតាំងពី low medium high max អញ្ចឹងតាមហ្នឹងតាម project ជាក់ស្ដែងអត់កំណត់ទេបើសិនបើ project ស្មុគស្មាញយើងបើកយក max មកហើយយើងបើកយក thinking នេះមកអូខេអញ្ចឹងបន្ទាប់ពីតេតងនឹង prompt របស់យើងគឺ project តូចទេខ្ញុំប្រើនៅ model ដែលតូចជាងគេហើយយើង click submit ទៅតែម្ដងកន្លែងនេះក៏ submit ទៅដូចគ្នាអញ្ចឹងតើតើនឹង project ដែលថាតូចហើយយើងប្រើ model តូចវាអត់ជាបញ្ហាទេបងប្អូនអាចប្រើមួយណាក៏បានឧទាហរណ៍ដូចជាការសរសេរ email អញ្ចឹងជាដើមយើងអាចប្រើ ChatGPT ក៏បាន Claude ក៏បាននិង Gemini ក៏បានអញ្ចឹងបងប្អូនពេញចិត្តចម្លើយពី AI មួយណាយើងអាចយកចម្លើយមួយហ្នឹងយកទៅផាសបន្តបានឬក៏យើងអាច integrate ជាមួយនឹង Gmail របស់យើងបានដោយនេះឧទាហរណ៍ដូចនៅកន្លែងClaude អញ្ចឹងមានកន្លែង integrate យើងអាច click ទៅលើ email យើងអាច pass នៅ composer ឬក៏ email ណាដែលយើងចង់ផ្ញើទៅកាន់បាននៅទីកន្លែងនេះណាអញ្ចឹងវាប្រកបជាភាពងាយស្រួលមែនតើ Gemini ក៏ស្តៀងគ្នានឹងដែរយើងអាច copy អញ្ចឹងក៏ប៉ុន្តែរាល់ AI ទាំងអស់បងប្អូននឹងឃើញមានពាក្យថា AI can make mistake Claude ក៏ដូចតែគ្នាដែរនេះ AI can make mistake please double check response ChatGPT ក៏ដូចគ្នាអញ្ចឹងធ្វើម៉េចដើម្បីកាត់បន្ថយនៅកំហុសទាក់ទងនឹងការប្រើប្រាស់ AI បាទ
ជំហានទី1ខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាស្គាល់នៅ golden rule មួយគឺការងារ 80% យើងដាក់ឲ្យ AI ធ្វើចំណែកការងារ 20% ទៀតគឺយើងត្រូវ respond ឬក៏ verify check ទៅលើ AI អញ្ចឹងនៅសម័យសប្តាហ៍គឺយើងអាចខ្វះ AI បានទេហើយយើងក៏អាចទុកចិត្តទាំងស្រុងទៅលើ AI បានដូចគ្នា AI ជួយយើងទៅលើល្បឿននៅក្នុងការធ្វើការហើយយើងត្រូវគ្រប់គ្រងលទ្ធផលហ្នឹងដោយខ្លួនឯងយើងត្រូវទទួលខុសត្រូវទៅលើលទ្ធផលដែលយើងយកពី AI ហ្នឹងដោយខ្លួនឯងអញ្ចឹងដើម្បីកាត់បន្ថយកំហុសបងប្អូនត្រូវចំណាយពេល 20% ហ្នឹងទៅផ្ទៀងផ្ទាត់រាល់អីដែល AI ផ្ដល់មកឲ្យយើងបើសិនបើថាពេញចិត្តហើយចាំបញ្ជូនបន្តបើសិនបើអត់ទាន់ពេញចិត្តទេយើងអាច refine ឬក៏បញ្ជា AI នៅខាងក្រោមនេះបន្តបន្ទាប់អញ្ចឹងនៅក្នុងមេរៀនដំបូងនៃជំពូកទី2របស់យើងខ្ញុំសូមបញ្ចប់ប៉ុណ្នេះសិននៅជំពូកក្រោយខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀប set up ទៅលើ AI tool នីមួយៗដើម្បីឲ្យការប្រើប្រាស់របស់យើងកាន់តែមានប្រសិទ្ធភាព